ខ្លែងហើរត្បិតខ្យល់នាយថ្កើងត្បិតពលរក្សាឲ្យសពទ្របគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតភរិយាជាប៉ាសម្រាប់វីដេអូមុនប៉ាបានចែកម្លែកពីភាពទទួលខុសត្រូវរបស់ស្វាមីហើយសម្រាប់វីដេអូនេះខ្ញុំចង់ឲ្យប៉ាចែកម្លែកពីភាពទទួលខុសត្រូវរបស់ភរិយាវិញម្ដងនៅក្នុងពាក្យបាលីសំស្ក្រឹតភរិយាគឺជាគូជាមួយនឹងស្វាមីចា៎ហើយយើងអាចហៅមកមួយបែបទៀតថាប្រពន្ធមានន័យថាចំណងប្រពន្ធជាចំណងដែលចងប្តីមិនឲ្យទៅណាចេញពីក្រុមគ្រួសារដូច្នេះកន្លែងនេះក៏ជាតួនាទីមួយរបស់ប្រពន្ធដែរចា៎ប្រពន្ធមានតួនាទីទី1ថែរក្សាផ្ទះសម្បែងទោះបីតែសម័យឥឡូវនេះប្រពន្ធចេញទៅធ្វើខាងក្រៅក៏ដោយប៉ុន្តែតួនាទីរបស់ប្រពន្ធនៅតែមានគឺមើលខុសត្រូវផ្ទះសម្បែងចា៎ទី2ប្រពន្ធត្រូវថែរក្សាទ្រព្យសម្បត្តិដែលប្តីប្រគល់ជូនឧទាហរណ៍ថាប្តីរកប្រាក់បានប្រគល់ជូនមកប្រពន្ធត្រូវតែថែរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្សមិនឲ្យបាត់បង់ចា៎ប្រពន្ធត្រូវថែរក្សាមាតាបិតាទាំងសងខាងនិយាយដូច្នេះមិនមែនមានន័យថាស្វាមីមិនចូលរួមទេចូលរួមតែគេឲ្យទៅភរិយាមានទម្ងន់ជាងព្រោះភរិយានៅផ្ទះថែរក្សាផ្ទះសម្បែងហើយជួនកាលមាតាបិតានៅជាមួយយើងដូច្នេះទឹកក្តៅទឹកត្រជាក់គឺនៅលើប្រពន្ធចា៎បន្តមកទៀតភរិយាត្រូវមើលថែរក្សាអប់រំបុត្រធីតាឬក៏កូនជាធម្មតាក្នុងសង្គមខ្មែរយើងកូនច្រើនតែចិត្តដិតជាមួយនឹងម្ដាយជាងឧទាហរណ៍បើម្ដាយចេះចិនកូននឹងអាចចេះចិនមានន័យថាធម្មតាម្ដាយនិយាយជាមួយកូនស្និទ្ធស្នាលអញ្ចឹងកូនងាយនឹងចាប់បានអញ្ចឹងមានន័យថាឧទាហរណ៍បើសិនជាម្ដាយចេះភាសាបរទេសងាយបង្រៀនកូនឲ្យឆាប់ចេះបានហើយមួយទៀតប្រពន្ធត្រូវតែខិតខំប្រឹងប្រែងស្វែងរកចំណូលគ្រួសារចំណុចនេះគឺមានសារៈសំខាន់ណាស់គ្នាពេលបច្ចុប្បន្ននេះមានន័យថាស្វាមីនិងភរិយាខិតខំស្វែងរកប្រាក់ចំណូលយកមកចិញ្ចឹមគ្រួសារដូចគ្នានៅក្នុងច្បាប់របស់ករុណាអង្គឌួងបានចែកប្រពន្ធជា5ចំណែកក៏5ប្រភេទដោយសារជាពាក្យបាលីខ្ញុំប៉ាសូមអានឲ្យកូនស្ដាប់ថាតើពាក្យព្រាហ្មណ៍បដារបស់ករុណាអង្គឌួងមានអត្ថន័យថាដូចម្ដេចទី1មានន័យថាភរិយាអាចប្រតិបត្តិចំពោះស្វាមីក្នុងនាមជាមាតាភរិយាពាក្យនេះកុំបកឲ្យខុសចាព្រោះយើងបកឲ្យខុសទៅជាម៉ែប្រពន្ធចាមិនមែនទេមាតាភរិយាមានន័យថាភរិយាដែលស្រឡាញ់ស្វាមីដូចស្រឡាញ់កូនកន្លែងនេះសំខាន់ណាស់ចាព្រោះមានន័យផ្សេងបច្ចុប្បន្នគេប្រើន័យផ្សេងដូចតែកូនអញ្ចឹងកូនមានបុត្រធីតាទឹកចិត្តរបស់កូនស្រឡាញ់បុត្រធីតាគឺវាជ្រៅចឹងគេសុំឲ្យភរិយានឹងស្រឡាញ់ស្វាមីដូចស្រឡាញ់កូនមានគិតដល់កូនឧទាហរណ៍យើងមាននំមួយយើងសុខចិត្តអត់ញ៉ាំខ្លួនឯងឲ្យតែកូនញ៉ាំបន្ទាប់មកទៀតគឺទាស័យភរិយាពាក្យនេះក៏កុំបកឲ្យខុសទាស័យភរិយាមានន័យថាភរិយាដាក់ខ្លួនហាក់ដូចជាអ្នកបម្រើស្វាមីមិនមែនមានន័យថាប្រពន្ធជាខ្ញុំម្ចាស់ទេណាទាស័យភរិយាមានន័យថាយើងស្រឡាញ់ប្តីដោយដាក់ខ្លួនយើងឲ្យទាបបម្រើស្វាមីហាក់ដូចជាខ្លួនជាអ្នកបម្រើមានន័យថាយកចិត្តទុកដាក់តាំងពីម្ហូបអាហារបាយទឹកសម្លៀកបំពាក់ការដូចថាដេកពួនរបស់ស្វាមីសម្លៀកបំពាក់គ្រប់បែបយ៉ាងចា៎បន្ទាប់មកទៀតគឺយើងមានមួយទៀតគឺភក្នីភរិយាគឺមានន័យថាភរិយាស្រឡាញ់ស្វាមីដូចជាបងប្អូនធម្មតាបងប្អូនស្រឡាញ់គ្នាអាចមានន័យថាប្រឡែងគ្នាអីចឹងហ្នឹងហើយមានន័យថាចឹងមានន័យថាស្រឡាញ់ស្វាមីដូចជាបងប្អូនបន្ទាប់មកទៀតចុងក្រោយគឺសខាភរិយាគឺភរិយាដែលស្រឡាញ់ស្វាមីហាក់ដូចជាមិត្តភក្តិនេះវាស្និទ្ធស្នាលเลยថារួមសុខរួមទុក្ខជាមួយគ្នាអញ្ចឹងណាទាំងអស់នេះគឺជាច្បាប់បុរាណនេះដែលបកូនណាព្រះអង្គឌួងនឹងបានតាក់តែងហើយក្នុងនោះក៏មានច្បាប់មួយទៀតច្បាប់បរិយាសម្ភារដែលប៉ាសូមអានឲ្យស្ដាប់ចុះព្រោះទៅនឹងក៏មានន័យទូលំទូលាយហើយពាក់ទងនឹងសង្គមយើងដែរចា៎មានន័យថាខ្លែងហើរត្បិតខ្យល់នាយថ្កើងត្បិតពលរក្សាឲ្យសពទ្របគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតភរិយាជាដូច្នេះមានន័យថាខ្លែងហើរត្បិតខ្យល់មានន័យថាខ្លែងវាអាចហើរបានដោយសារខ្យល់ចា៎យើងចងខ្សែនេះយើងទាញទៅបើអត់មានខ្យល់ខ្លែងក៏ហើររួចដែរបន្ទាប់មកនាយថ្កើងត្បិតពលដូចកូនអញ្ចឹងចង់ថាយើងជាណែមេឬក៏ជាងហៅថាម្ចាស់អាជីវកម្មបើកូនចៅមិនគ្រប់គ្រងក៏យើងអត់អាចទៅមុខបានដែរមានន័យជាការងារជាធីមវាមានថាយើងជាអ្នក
ចង្អុលដាក់ទិសដៅដាក់មែនប៉ុន្តែកូនចៅនៅខាងក្រៅអាវ៉ាត់គឺចុកចិត្តទុកដាក់ធ្វើការងារ ចា៎ ហ្នឹងហើយបន្ទាប់មកទៀតរក្សាឲ្យសុខមានន័យថាឲ្យសុខកន្លែងហ្នឹងគឺមានសុខសប្បាយជោគជ័យក្នុងអាជីវកម្មហ្នឹងណា ចា៎ បាទបន្តមកទៀតទ្របគង់ត្បិតស្រីនេះកន្លែងសំខាន់ណាស់មានន័យស្វាមីឲ្យលុយមកឲ្យប្រាក់មកតែបើយើងដូចជាប្រពន្ធមាយើងកញ្ជើធ្លុះអានក៏អត់គង់ដែរបាទបន្តមកចេះសំចៃទុកឃើញទេពាក្យសំចៃទុកមានន័យថាយើងត្រូវដឹងចាយប្រមាណទុកប្រមាណផ្ទះធំស្រណុកត្បិតភរិយាជាមានន័យផ្ទះធំមែនពិតតែបើប្រពន្ធនឹងជាដូចថាស្រីឆ្នាស់ការកេល័យផ្ទះធំក៏វាអត់ សុខ សក់ដែរមានតែចំនួន អញ្ចឹងដូចអ្នកនរគ្នាបានមើលវីដេអូហ្នឹងអញ្ចឹងសម្រាប់ចំណុចដែលយើងនិយាយថាភាពទទួលខុសត្រូវរបស់ភរិយាគឺមានប្រមាណចំណុចដូចប៉ាខ្ញុំគាត់ចែកម្លែកក្នុងបទពិសោធន៍របស់គាត់អញ្ចឹងហើយខ្ញុំសង្ឃឹមថាចំណុចណាដែលមានផលប្រយោជន៍ឬក៏អាចធ្វើឲ្យគ្រួសារយើងមានសុភមង្គលអ្នកនរគ្នាអាចអនុវត្តបានហើយរាល់ចំណុចខ្វះខាតទាំងអស់សូមខន្តីអភ័យទោស